Bảo vốn chỉ tìm mấy trái là này trong bàn mặt đào phơi sài bẩn na khơi thàไป chia ประวัติ màu ពី ខាង កោះកុង គឺ ច្រើន កោះ ក មែនតើ ច្រើន មែនតើ ហើយ ឃើញ ថា មាន បងប្អូន ដែល ជា សិស្សានុសិស្ស បាន កំពុង តែ ធ្វើ សកម្មភាព ដ៏ ល្អ ប្រពៃ មែនតើ គឺ ចែក ទាំង នំ ចែក ទាំង ទឹកសុទ្ធ ទៅ ដល់ បងប្អូន ភៀស ខ្លួន មក ពី កោះកុង មក ហើយ ជា ពិសេស ហ្នឹង គឺ បង សមត្ថកិច្ច គាត់ ហត់ នឿយ មែនតើ ឈរ ជើង សម្រួល ចរាចរណ៍ សម្រួល ផ្លូវ ហ្នឹង តាំង ពី ម៉ោង 3 បងប្អូន ណា តាំង ពី ម៉ោង 3 ទី ភ្លឺ រហូត មក ទល់ ពេល នេះ បងប្អូន ជា ទី មេត្រី ឃើញ ស្រាប់ ហើយ រូបភាព នេះ បងប្អូន ហត់ អត់ បងប្អូន ហត់ អត់ ហត់ បង អត់ ហត់ ទេ បង ដើម្បី ជាតិ ដើម្បី បងប្អូន យើង ដែល ភៀស សឹក មក នេះ លើក ទី 1 នៅ ខេត្ត កោះកុង យើង នៅ មួយ ក៏ មិន ដែរ បង លើក ទី 1 ប៉ុន្តែ ខ្ញុំ ចែក ជា លើក ទី 3 ទី 4 ហើយ បង ប៉ុន្តែ នៅ ក្នុង ខាង កោះកុង យើង នេះ គឺ លើក ទី 1 ហើយ លើក ទី 1 បង ដែល ថៃ អំណោយ ក៏ ដូច ជា ទឹកសុទ្ធ នំ នែក ដែល បងប្អូន ចែក ហ្នឹង តា បងប្អូន បាន មក ពី ណា ដែរ ឬ មួយ ក៏ បងប្អូន ស្រាក់ ដៃ គ្នា រៃ គ្នា ឬ មួយ ក៏ យ៉ាង ណា មុន ដំបូង ខ្ញុំ ស្រាក់ ដៃ គ្នា ហើយ នេះ ដូច ជា បងប្អូន សិស្ស ទី 12 សិស្ស អី វិទ្យាល័យ ហ្នឹង ចូល ឧបត្ថម្ភ មក ជា ជំនួយ បន្ត ហើយ ខ្ញុំ បើក ការ live account របស់ ខ្ញុំ បងប្អូន អ្នក នៅ sample ជួយ មក ច្រើន បង ជួយ មក ច្រើន ម្នាក់ 100 យួរ ម្នាក់ 200 យួរ អ្នក ខ្លះ ឧបត្ថម្ភ ជា លុយ តាម រយៈ ខ្ញុំ និង ពួក ម៉ាក់ ខ្ញុំ មួយ ទៀត ដែល សហការ គ្នា ចុះ មក ចែក ហ្នឹង បង បាទ អញ្ចឹង បងប្អូន មាន ឈ្មោះ អី ដែរ ហើយ បងប្អូន រៀន នៅ សាលា ណា ដែរ បងប្អូន អាច ជម្រាប ដល់ មហាជន បាន ទេ ព្រោះ យើង ធ្វើ នេះ គឺជា ទង្វើ ដ៏ ល្អ មួយ ហើយ ក៏ អាច បង្ហាញ ក៏ ដូចជា គំរូ មួយ ឲ្យ បងប្អូន សិស្សានុសិស្ស ក្រោយ អាច យក គំរូ តាម បងប្អូន បាន នេះ ជា ទំពាំង ស្នង ឫស្សី មិនមែន ជា ទំពាំង ស្អុយ ដែល ដើរ បង្ហោះ ម៉ូតូ ពេញ វាល ពេញ កាល ទេ អញ្ចឹង ហ្នឹង ហើយ អញ្ចឹង យើង អាច ប្រាប់ មហាជន បាន ថា ឥឡូវ បងប្អូន ឈ្មោះ អី ហើយ បងប្អូន នៅ សាលា ណា ហើយ សិស្សានុសិស្ស បងប្អូន ច្បងប្អូន អី ជួយ សហការ យ៉ាង ម៉េច បងប្អូន អាច រៀបរាប់ នៅ ក្នុង ព័ត៌មាន នេះ បាន ខ្ញុំ ឈ្មោះ សុន កែវចិន ជា អ្នក រស់ ស៊ី នៅ ផ្សារ Sembel ហើយ ជាមួយ នឹង បងប្អូន ទី 11 ទី 12 ទាំង អស់ ចាប់ ពី ទី 7 មក ចូល រួម មក ច្រើន ថ្ងៃ ហ្នឹង ហើយ ជា ពិសេស អរគុណ ដល់ បង ដែល នៅ ខាង Sembel មិញ ឧបត្ថម្ភ ច្រើន ខ្លាំង បង យើង រៀបរាប់ ឈ្មោះ ឥឡូវ ហ្នឹង អត់ អស់ ទេ គឺ ច្រើន តាម រយៈ QR ខ្ញុំ ផង តាម រយៈ QR បង នោះ ផង ហើយ តាម រយៈ ការ live របស់ ខ្ញុំ មិញ ហ្នឹង ហើយ គេ ដឹក ទឹកសុទ្ធ មក បន្ត យើង រៀបរាប់ ឈ្មោះ អស់ អធិស្ឋាន មែនតើ បង អធិស្ឋាន យើង រៀបរាប់ អត់ អស់ បាទ អរគុណ ច្រើន បង ណា នេះ គឺជា ទឹកចិត្ត ដ៏ ល្អ មួយ បងប្អូន បាទ បងប្អូន ជា ទី មេត្រី បាន ឃើញ ហើយ នេះ គឺជា ទិដ្ឋភាព របស់ បងប្អូន ដែល ភៀស ខ្លួន មក ពី ខាង កោះកុង បងប្អូន បាន ឃើញ នោះ គឺ ស្ទើរ តែ កក ហើយ អ្វី ដែល យើង សរសើរ គឺ សរសើរ សមត្ថកិច្ច ណា សរសើរ សមត្ថកិច្ច គាត់ ធ្វើ ការ តាំង ពី ម៉ោង 3 ធ្វើ ការ ភៀស ចម្លៀស ណា តាំង ពី ម៉ោង 3 រហូត មក ដល់ ពេល នេះ គឺ គាត់ រាំង នឿយ ដែរ អញ្ចឹង សរសើរ ទៅ ដល់ ពួក គាត់ ហើយ អរគុណ មែនតើ ទៅ ដល់ បងប្អូន ក្មេងៗ ដែល កំពុង តែ ធ្វើ ការ ចែក ជូន បងប្អូន ដែល ភៀស ខ្លួន មក ពី កោះកុង បាទ កោះកុង បាទ បងប្អូន ច្រើន មែនតើ មិនតិច ទេ បាទ ច្រើន មែនតើ អញ្ចឹង ខ្ញុំ ពិត ជា មិន ដែល ឃើញ ទេ ខាង កោះកុង យើង គឺ លើក ជា លើក ទី 1 ហើយ ដែល មាន ការ ភៀស ខ្លួន មក ច្រើន បែប នេះ បងប្អូន ជា ទី មេត្រី ខ្ញុំ បាទ មាស សារ៉ា រហ័សនាម មាត់ រហ័ស សម្ដី ត្រង់ សូម ធ្វើ ការ បញ្ចប់ នៅ សេចក្តី រាយការណ៍ ជូន ពុក ម៉ែ បងប្អូន តែ ប៉ុណ្ណឹង ខ្ញុំ បាទ មាស សារ៉ា ក៏ សូម អរគុណ និង សូម គោរព លា